Ồ, bạn ấy cứ tục bạn ở trong vót luôn rồi cả nào màแล้วนี่ก็บ้านพูดรอมา100 ហើយបាទដូចជាទាំងពីរទុកតែម្ដងបាទถือว่าគឺស្រស់ស្អាតខ្លាំងណាស់បាទអូគេមានឈើទល់ទៀតបាទនេះគេហៅស្អីចេះទេបាទខ្ញុំមិនដឹងដែរបាទនេះជាងក៏មានដាក់ឈើទល់ទេបាទនឹងជាយ៉ាងម៉េចបាទនឹងតែមើលអត់ដែរបាទអីមើលទៅដូចជាអត់មានកាបច្រើនទេបាទនេះឃើញអំគៀនបាទគឺដាក់កាបតែខ្សែកាបដូចជាតែ1 2ទេបាទមិនសូវមានកាបដូចជាទូកខ្លីទេបាទនៅទូកខ្លីគេមានកាបដាក់នៅក្បែរខ្ទង់ហ្នឹងបាទប៉ុន្តែសម្រាប់ទូករបស់អ៊ំខាងអ៊ំចូលជាមួយអ៊ំខៀនធ្វើនេះបាទគឺដូចអត់មានសូវដាក់កាបអីច្រើនទេបាទអូបាទមើលមួយគ្រឿងនេះមើលទៅបាទមុំតែម្ដងអូមិនធម្មតាទេបាទមុំមកទៅហឹងហើយមកទៅបាទបាទអញ្ចឹងតែប៉ុណ្ណឹងទេបាទសូមបង្ហាញសម្រស់ទូករបស់អ៊ំចូលបាទក្នុងវត្តលួងរកាខ្នែតែប៉ុណ្ណឹងទេបាទឥឡូវយើងទៅមើលតែមួយទៀតបាទចំណែកនេះគឺមួយគ្រឿងទៀតបាទមួយគ្រឿងទៀតហ្នឹងក៏អែមខ្លាំងណាស់ដែរបាទក៏មិនធម្មតាដែរបាទមួយគ្រឿងនេះបាទគឺអ៊ំទូកអ៊ំចូលមកគឺសិតតែដាក់ក្របទាំងអស់បាទគឺស្អាតខ្លាំងមែនតែនបាទគឺគាត់អត់សូវប្រើកាបដែលរឹតនៅក្រោយខ្ទង់សម្រាប់អ្នកអង្គុយនេះទេបាទគឺដូចដាក់នៅល្អទាំងអស់បាទឥឡូវយើងរាប់កង់បានម្ដងទៀតបាទខ្ញុំរាប់ខុសបាទគឺ6ខ្ចៅ6បាទគឺ1 2 3 4 5 6បាទគឺ6ខ្ចៅដែលថ្ងៃមុនខ្ញុំរាប់ឃើញតែ5បាទតាមពិត6បាទខ្ញុំក៏តែចង់សាកមើលចិត្តអ្នកទស្សនាទេបាទថារាប់ត្រូវដូចខ្ញុំអត់ទេបាទហើយគាត់ខមមិនមកថា6 admin មិនមែន5ទេបាទគឺ6មែនបាទចំណែកឯកងយួរគឺ5ទេបាទចឹងគាត់ខមមិនថាadmin មើលយ៉ាងម៉េចបាទរាប់អត់ត្រូវបាទតើគាត់ជួយខមមិនប្រាប់បាទអញ្ចឹងខ្ញុំចាប់អារម្មណ៍មករាប់ម្ដងទៀតគឺខុសមែនបាទគឺ6មិនមែន5ទេបាទកុំចង់បោកទស្សនិកជនបាទអញ្ចឹងសូមធ្វើវីដេអូតែប៉ុណ្ណឹងទេបាទអរគុណពុកម៉ែបងប្អូនដែលតែងតែតាមដានទស្សនាវីដេអូរបស់មានរហូតមកបាទអរគុណបាទសូមជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយទៀតបាទសូមបញ្ជាក់ថានេះគឺទូកបាទរបស់វត្តលួងរកាខ្នោបាទស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំបាទដែលកសាងឡើងដោយមេជាងធំបាទអ៊ំកេតផលហើយជាងចូលបាទហើយអញ្ចឹងឃើញសាច់គាត់ល្អណាស់ទូកនេះបាទគឺនឹងបានឃើញការអ៊ំរបស់គាត់នៅពេលឆាប់ៗនេះហើយបាទអញ្ចឹងអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀតបាទ